សួស្តីពុកម៉ែបងប្អូនថ្ងៃនេះឥឡូវនេះកំពុងតែមកយកគោចូលក្រោលបងប្អូនហើយម៉ោងល្ងាចហើយម៉ោង6ជាងហើយបងប្អូនហើយខែថ្មីដើមខែ6ពុកម៉ែបងប្អូនសុខសប្បាយអរគ្នារស់ស៊ីទូទានមានបានហេងទាំងអស់គ្នាដើមខែថ្មីហេងស្គមមកបងប្អូនអើយដោយសារឥឡូវនេះវាអស់កន្លែងចងដែរហើយមានតែកន្លែងក្នុងចន្ទីនឹងក្នុងចន្ទីនោះហ៊ានព្យួរទេបងប្អូនដោយសារនឹងទុកខាន់ចងឲ្យវានៅស៊ីបានខ្លះអញ្ចឹងទៅណាហើយអាក្នុងនោះការក្រូចបងប្អូនក៏អត់ហ៊ានព្យួរដែរដោយសារអីយើងទុកខាន់ប្រឡែងឥឡូវនេះពេលល្ងាចនេះហើយណាមួយក៏រវល់អត់បានប្រឡែងទេអញ្ចឹងចងបងគាត់ណាបានអង្គលវាញៀបបន្តិចទៅតែនៅតែអត់សូវស្អាតទេបងប្អូនដោយសារស្មៅវាមិនសូវសម្បូរទេស្មៅវារិចដែរដីយើងទូចដីតែ2ហាត់ទេកន្លែងដែលអាចនេះហ្នឹងបើសិនជាយើងមានដីធំបន្តិចហើយយើងមានលទ្ធភាពដាក់លបងព័ទ្ធជុំវិញបានហើយអស់គឺប្រហែលជាវាស្រួលយើងដែរស្រួលថាយើងស្រួលយើងប្រឡែងយើងមិននឿយនៅតាមមើលវាអញ្ចឹងណាពួកអីដីចកាខ្ញុំនេះ2ហាត់ហ្នឹងវាជាប់នឹងក្រោលលឹមអញ្ចឹងបើសិនយើងធ្វើដបងហើយគឺវាអាចនឹងប្រឡែងពីក្រោលចូលចកាហ្នឹងមកបាទហើយឥឡូវនេះវាអត់ទាន់បានធ្វើកើតទេដោយសារយើងមកខ្វះដើមទុនបងប្អូនបើយើងគិតឲ្យដល់ប្រហែលជាបើធ្វើថងកូលដបងថងលួសថងអីអត់ក្រោមពី4-10លានទេបងប្អូនហ្នឹងហើយអញ្ចឹងហើយអត់ទាន់មានលទ្ធភាពទេបងប្អូនអើយអញ្ចឹងនៅធ្វើតាមលក្ខណៈបន្តិចសិនទៅអូមេនេះវាដេញបាគេដឹងវាមិនហៅឈ្មោលក៏មិនមើលបងប្អូនអូឈ្មោលអីនេះបាទថ្មនេះគេលេងសូវស៊ីហើយគេចាប់ដើមឈរមើលនេះលេងវាបានដើរច្រើនឆ្ងាយទាំងមានសាច់តែមេនេះមួយនៅតាក់កអញ្ចឹងអត់បានលេងគេទេទៅខ្លាចចូលចកាចូលអីគេអរគុណច្រើនបងប្អូន